នៅជាភូមិមួយឆ្ងាយពីទីក្រុងមានភ្នំធំមួយដែលគេហៅថាភ្នំចុងសត្វភ្នំនេះត្រូវបានគេនិយាយថាមានអាចកំបាំងនឹងខ្មោចជាច្រើនរស់នៅមនុស្សចាស់ៗក្នុងភូមិតែងតែប្រាប់ថាមិនអាចចូលទៅក្នុងព្រៃភ្នំនោះនៅពេលយប់បានឡើយព្រោះអ្នកណាដែលទៅច្រើនតែមិនដែលត្រឡប់មកវិញទេថ្ងៃមួយគណៈយុវជន4នាក់វុធី សុផាត ចន្ទធូ និងម៉ារីបានសម្រេចចិត្តទៅបោះតង់នៅជិតជើងភ្នំពួកគេមិនជឿអំពីរឿងខ្មោចឡើយពួកគេនឹកស្រមៃថាវាជារឿងព្រេងបំភាបរបស់ចាស់ៗតែប៉ុណ្ណោះពេលល្ងាចពួកគេបានបង្កាត់ភ្លើងអាំងសាច់និយាយគ្នាលេងច្រៀងសើចសប្បាយជុំវិញភ្ញុកភ្លើងតែភ្លាមៗនោះសំឡេងខ្យល់បក់ខ្លាំងមកពីលើភ្នំធ្វើឲ្យស្លឹកឈើរំញ័រខ្លាំងម៉ារីបានសួរដោយសំឡេងច្របូកច្របល់តើអ្នកទាំងអស់គ្នាបានស្ដាប់សំឡេងនោះទេដូចជាមាននរណាស្រែកហៅពីលើភ្នំវុធីញញឹមហើយនិយាយថាប្រហែលជាសត្វឬខ្យល់បក់ប៉ះនឹងរុក្ខជាតិហើយកុំភ័យតែពេលយប់ជ្រៅមកដល់សូម្បីសំឡេងសត្វក៏ស្ងាត់ដែរព្រៃមានសភាពស្ងប់ស្ងាត់ដូចជាមាននរណាមកមើលពួកគេពីក្នុងងងឹតមុខអញ្ចឹងចន្ទធូដែលចង់ទៅយកទឹកនៅជិតច្រងទន្លេបានយកភ្លើងកាន់នឹងដៃទៅតែម្នាក់ឯងប៉ុន្មាននាទីបន្ទាប់ក៏បាត់គាត់មិនឃើញមកវិញទេសុផាតហៅចន្ទធូតើអ្នកនៅឯណាគ្មាននរណាឆ្លើយតបឡើយមានតែសំឡេងស្លឹកឈើរំញ័រជាប់ដូចជាមាននរណាដើរជិតវុធីយកភ្លើងទៅរកតែភ្លើងស្ទើរតែរលត់ដោយខ្យល់បក់ខ្លាំងនៅលើដីមានស្នាមជើងមនុស្សនិងស្នាមឈាមតូចៗនៅមាត់ច្រោះចូលទៅក្នុងព្រៃជ្រៅពួកគេចាប់ផ្ដើមភ័យហើយសម្រេចថាអាចត្រូវចាកចេញភ្លាមៗតែពេលពួកគេចង់ចាកចេញតែទីតាំងជុំវិញហាក់ដូចជាមិនដូចដើមទេផ្លូវដែលពួកគេដើរឡើងមកមិនឃើញទៀតទេបែរជាមានផ្លូវបត់ជាប់គ្នាច្រើនទៅវិញម៉ារីក៏ស្រែកឡើងថាខ្ញុំឃើញគេមានអ្នកដើរជាប់មកពីក្រោយយើងពួកគេត្រឡប់មកមើលក្រោយប៉ុន្តែគ្មាននរណានោះទេតែបន្ទាប់មកសំឡេងស្រែកមួយពីលើភ្នំក៏កាន់តែជិតទៅហេតុអ្វីចូលមកទីកន្លែងនេះសូម្បីភ្លើងក៏រលត់ភ្លាមពួកគេរត់ទៅណាមិនដឹងទេមានវុធីប៉ុណ្ណោះដែលភ្ញាក់ឡើងនៅពេលព្រឹកនៅជិតទន្លេដោយគ្មានសូម្បីស្នាមសង្ស័យថាមិត្តរបស់គេនៅឯណាអស់រយៈពេលជាច្រើនឆ្នាំក្រោយមិនមាននរណាឃើញសុផាតចន្ទធូឬម៉ារីទៀតឡើយប្រជាជនក្នុងភូមិបន្ថែមសញ្ញាហាមចិត្តភ្នំចុងសត្វហើយចាប់តាំងពីនោះមកពួកគេចូលតែជើងភ្នំនោះប៉ុណ្ណោះអ្នកចាស់មួយចំនួននិយាយថានៅរាត្រីដែលច័ន្ទពេញវង្សមានអ្នកឮសំឡេងសើចសប្បាយនិងស្រែកហៅលើភ្នំដូចជាយុវជន4នាក់នៅតែជាប់ក្នុងព្រៃនោះមិនអាចចេញបានឡើយ